នេះគឺជាវិធីធ្វើមាន់លីងបាល់ម្ទេសជាមួយនឹងគល់ស្លឹកគ្រៃហើយរបៀបធ្វើនេះគឺងាយៗទេទីមួយយើងត្រូវមានដូចជាស្លឹកគ្រៃស្លឹកក្រូចមានខ្ទឹមសបុកឬចិញ្ច្រាំអំបិលម្ទេសហើយនឹងស្លឹកក្រូចនិងមើមខ្ទឹមដែលយើងបកហាន់ជាចំណិតៗស្លឹកជីម្រះព្រៅហើយនឹងសាច់មាន់ចំពោះស្លឹកជីម្រះព្រៅយើងអាចដាក់បានតាមចំណង់ចំណូលចិត្តតិចច្រើនអាស្រ័យលើការចូលចិត្តហើយសាច់មាន់គឺជាបរិមាណនេះយើងប្រើចំនួនទ្រូង2ដុំហើយបើសម្រាប់អ្នកនរគ្នាអាចប្រើលើសហ្នឹងក៏បានហើយអាស្រ័យលើតាមចំណូលចិត្តអ្នកនរគ្នាអាចប្រើសាច់នៅផ្នែកផ្សេងក៏បានដែរចឹងដំបូងឡើយយើងគ្រាន់តែដាក់ប្រេងឆាក្តៅបន្ទាប់មកទៀតយើងចាក់ជាមួយនឹងគល់ស្លឹកគ្រៃនិងស្លឹកក្រូចរំលីងវាបំពងវាឲ្យឈ្ងុយហើយនឹងឡើងក្រៀមល្អហើយនឹងមើមខ្ទឹមដែលយើងបានបករួចហ្នឹងដែលយើងហាន់ជាចំណិតៗហ្នឹងផងដែរធ្វើបែបនេះដើម្បីឲ្យវាឆ្អិនហើយមើមខ្ទឹមក៏យើងអាចញ៉ាំបានទាំងមូលដោយអត់មានក្លិនឬក៏ហឹរទេគឺយើងបន្តធ្វើវារហូតដល់ទៅវាឡើងក្រៀមហើយឈ្ងុយតែម្ដងហើយចំណុចនេះដែរគឺយើងត្រូវយកចិត្តទុកដាក់បន្តិចកាលណាយើងបណ្ដោយឲ្យវាខ្លោចគឺនឹងខូចហើយរសជាតិក៏មិនឆ្ងាញ់ហើយគ្រឿងក៏លែងឈ្ងុយដែរវាតែឆ្ងៀមហើយនឹងល្វីងបន្តមកទៀតគឺយើងចាប់ដើមរំលីងជាមួយនឹងមើមខ្ទឹមដែលយើងបុករួចឬយើងចិញ្ច្រាំរួចចាំមើមខ្ទឹមនេះដែរខ្ញុំប្រើចំនួនតែ5-6កំពឹសទេយើងរំលីងវារឿងដួសវាទុកទៅបន្ទាប់មកយើងចាប់ដើមចាក់សាច់មាន់ដើម្បីបំពងហើយសាច់មាន់នេះដែរយើងបំពងឲ្យក្រៀមល្មមឬក៏តាមចំណូលចិត្តរបស់យើងអ្នកខ្លះអាចចូលចិត្តបែបក្រៀមតិចតួចអ្នកខ្លះទៅក៏ចូលចិត្តបែបក្រៀមខ្លាំងអាស្រ័យលើយើងដែរជាអ្នកធ្វើទៅតាមចំណូលចិត្តខ្លួនឯងបើឬក៏យើងអាចយកតាមធម្មតាទៅគឺកុំឲ្យវាក្រៀមពេកក៏មិនឲ្យវាឆាប់យើងសានពេកចឹងណាចឹងយើងអាចបំពងមកល្មមឲ្យទៅយើងត្រូវស្រង់វាចេញវិញកុំឲ្យវាខ្លោចពេកកុំឲ្យវាស្រួយពេកហើយមុខម្ហូបនេះដែរគឺយើងអាចយកទៅញ៉ាំជាមួយបាយក៏បានឬយើងអាចយកទៅក្លែមមួយនឹងភេសជ្ជៈជាក់ក៏បានដែរអាស្រ័យលើការចំណូលចិត្តរបស់យើងបន្ទាប់ពីយើងបំពងរួចយើងដួសសាច់យើងចេញទៅទុកមួយឡែកទៅរឿងយើងចាប់ផ្ដើមដាក់អំបិលម្ទេសយើងចូលអំបិលម្ទេសហ្នឹងយើងចង់បានហឹរយើងដាក់ម្ទេសឲ្យច្រើនទៅបើយើងអត់ទៅចង់បានហឹរយើងដាក់ម្ទេសតិចទៅនេះដោយសារខ្ញុំដាក់ម្ទេសសច្រើនអញ្ចឹងទៅម្ទេសក្រហមតិចជាងមើលអត់ទៅឃើញក្រហមទេតែនៅពេលដែលយើងឆាគ្រឿងនេះទៅវាអត់ទៅហឹរទេវាមានតែក្លិនឈ្ងុយនិងឈួរម្ទេសតិចតែវាអត់ហឹរទេចឹងហើយយើងរំលីងគ្រឿងអំបិលម្ទេសហ្នឹងឲ្យវាចូលជាមួយប្រេងឆាឲ្យវាឡើងឈ្ងុយហើយកុំឲ្យជៀសវាងកុំឲ្យខ្លោចកាលណាខ្លោចទៅគឺវាអត់ឆ្ងាញ់ទេវាឡើងល្វីងវិញណាចឹងបន្ទាប់មកយើងដាក់ប្រេងខ្យង1ស្លាបព្រាបាយចូលបន្ទាប់ពីយើងដាក់រួចយើងកូរវាឆាវាឲ្យចូលជាតិជាមួយនឹងអំបិលម្ទេសជាមួយគ្នាហ្នឹងតែយើងត្រូវប្រយ័ត្នភ្លើងបន្តិចកុំឲ្យវាខ្លោចជាមួយនឹងបាតខ្ទះចំពោះគ្រឿងផ្សេងទៀតគឺយើងកុំតាន់អាលដាក់ច្រើនពេកជៀសវាងគ្រឿងហ្នឹងវាមានរសជាតិដិតពេកដោយសារតែក្នុងអំបិលម្ទេសនេះយើងបានដាក់វារួចមកតង់ហើយកាលណាយើងដាក់ច្រើនពេកវាអាចមានរសជាតិដិតចឹងបន្តមកទៀតគឺខ្ញុំដាក់ប៊ីចេងប្រហែលជាមួយចុងស្លាបព្រាកាហ្វេហើយបន្តមកយើងកូរវាឲ្យសព្វបន្តិចទៅហើយបន្ទាប់ពីយើងកូរបន្តិចមកគឺយើងចាប់ដាក់ស្ករសចូលហើយចំពោះស្ករសនេះដែរគឺខ្ញុំប្រើប្រហែលកន្លះស្លាបព្រាបាយចឹងបើសិនអ្នកចូលចិត្តផ្អែមយើងអាចដាក់ច្រើនជាងហ្នឹងទៅហើយបើសិនជាមិនតចូលចិត្តផ្អែមទេអាចបន្ថយពីហ្នឹងបន្តិចទៅហើយយើងព្យាយាមកូរវាបន្តិចទៅព្រោះស្ករច្រើនវាអាចនឹងមានការខ្លោចហើយភ្លើងក៏យើងមិនអាចប្រើច្រើនពេកដែរយើងភ្លើងយើងបើកមកល្មមបន្ទាប់មកយើងចាក់សាច់មាន់ដែលយើងបំពងរួចចូលរួចកូរវាឲ្យសព្វជាមួយនឹងគ្រឿងបន្ទាប់ពីយើងកូរសាច់មាន់ជាមួយគ្រឿងឲ្យចូលជាតិរួចគឺបន្ទាប់មកគឺយើងដាក់ម្រះព្រៅចូលហើយម្រះព្រៅនេះដែរបើសិនបើអ្នកទាំងអស់គ្នាចង់បានវាស្វិតបន្តិចយើងដាក់ឲ្យយូរបន្តិចទៅហើយបើសិនចង់បានវារាងស្រស់បន្តិចគឺយើងកុំដាក់វាយូរពេកចំពោះខ្ញុំដាក់វាឲ្យរាងស្វិតបន្តិចគឺខ្ញុំចង់ឲ្យវាឆ្អិនល្អហើយចំពោះបរិមាណម្រះព្រៅនេះវិញគឺខ្ញុំប្រើប្រហែលជា3-4ម៉ែត្រទេហើយបើសិនជាអ្នកចូលចិត្តច្រើនយើងអាចដាក់ច្រើនទៅហើយបើសិនជាដាក់ច្រើនក៏វាមិនជាបញ្ហាអ្វីដែរព្រោះវាទុកទៅជាបន្លែអញ្ចឹងហើយចំណុចនេះបើសិនជាវាស្ងួតបន្តិចយើងអាចដាក់ទឹកក៏បានឬក៏ដាក់ប្រេងឆាថែមបន្តិចទៀតក៏បានដែរជៀសវាងវាខ្លោចបាតឆ្ងាញ់ចឹងហើយតោះមកខ្ញុំដាក់ទឹកបន្តិចដើម្បីរំលីងវាចូលគ្រឿងជាមួយនឹងសាច់មាន់ចឹងសាច់មាន់យើងវាបំពងរួចហើយចឹងហើយការចូលគ្រឿងនេះតោះតែយើងកូរវាឲ្យសព្វហើយនឹងចាក់ទឹកវាបន្តិចទៅដើម្បីឲ្យគ្រឿងវាចូលជាមួយនឹងសាច់ហើយបន្តមកទៀតហ្នឹងបានយើងចាក់គ្រឿងដែលយើងបានរំលីងទុកពីមុនហ្នឹងមានលឹកគ្រៃគល់លឹកគ្រៃហើយលឹកក្រូច
ហើយកូនលក្រៃហ្នឹងខ្ញុំភ្លេចប្រាប់ពីមុនដែរកាលពីដើមវីដេអូគឺកូនលក្រៃនេះយើងប្រើចំនួន2 ឬ 3 គល់មកយើងដំវាឲ្យម៉ត់ហើយយើងកាត់វាពី3កង់ទៅនៅពេលដែលវាបំពងរួចបែបនេះគឺយើងចាប់ផ្ដើមដាក់វាចូលហើយកូរវាទៅវាមានក្លិនឈ្ងុយពីកូនលក្រៃនិងល្ក្រូចតែម្ដងចឹងហើយយើងចាប់ដើមកូរចម្អល់ជាមួយគ្រឿងទាំងអស់នោះឲ្យចូលជាតិគ្នាហើយយើងភ្លក់មើលទៅប្រសិនបើខ្វះខាតគ្រឿងណាមួយយើងអាចបន្ថែមទៅតាមចំណូលចិត្តរបស់យើងតែជៀសវាងកុំឲ្យវាប្រៃពេកកាលណាប្រៃពេកគឺវាឡើងឆ្ងាញ់ហើយក៏កុំឲ្យផ្អែមពេកបន្ទាប់ពីយើងកូររួចរាល់អស់យើងភ្លក់រួចរាល់អស់ហើយយើងចាប់ដើមបដិតភ្លើងទៅហើយរៀបចំសាឡាត់ដាក់នៅលើចានមួយបន្ទាប់មកយើងដួសសាច់មាន់ដែលយើងឆារួចហ្នឹងដាក់នៅលើសាឡាត់នោះតែម្ដងហើយចំពោះម្ហូបនេះដែរមកដល់ចំណុចនេះគឺយើងបានឆ្អិននិងរួចរាល់ជាស្ថាពរហើយចំពោះរសជាតិវិញគឺអាចទទួលយកបានហើយសម្រាប់បងប្អូនដែលចង់សាកល្បងមើលយើងអាចសាកល្បងធ្វើនៅផ្ទះបានវាងាយហើយរសជាតិវិញគឺយើងអាចហូបជាមួយបាយក៏បានឬក៏យកទៅហូបជាមួយនឹងភេសជ្ជៈជាក់